លោកត្រាំថាជនណាដែលបំផ្លាញក្រុមហ៊ុន Tesla អាចជាប់ពន្ធនាគាររហូតដល់ទៅ20 ឆ្នាំ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថាបុគ្គលណាបំផ្លាញយានយន្តឬគ្រឿងបរិក្ខាររបស់ក្រុមហ៊ុន Tesla អាចប្រឈមមុខនឹងជាប់ពន្ធនាគារ20 ឆ្នាំ លោក Trump បានធ្វើសេចក្តីប្រកាសនេះនៅថ្ងៃសុក្រទី21 ខែមីនា ឆ្នាំ 2025 តាមរយៈការបង្ហោះលើបណ្ដាញសង្គម Truth Social ដែលបានបញ្ជាក់ថាជនណាដែលត្រូវគេចាប់ថាបានបំផ្លាញក្រុមហ៊ុន Tesla នឹងមានឱកាសខ្ពស់ក្នុងការជាប់គុករហូតដល់ទៅ20 ឆ្នាំហើយក្នុងនោះរួមទាំងអ្នកផ្ដល់មូលនិធិផងដែរយើងកំពុងតែស្វែងរកការកាត់សម្គាល់នេះកើតឡើងចំពេលមានការកើនឡើងនៃឧបទ្ទហេតុហិង្សាដែលផ្ដោតលើក្រុមហ៊ុនចែកចាយរបស់ Tesla ស្ថានីយ៍សាកថ្មនិងយានយន្តនៅទូទាំងសហរដ្ឋអាមេរិកនិងអឺរ៉ុបការវាយប្រហារត្រូវបានគេរាយការណ៍ថាជាប់ពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងនឹងការចូលរួមរបស់នាយកក្រុមហ៊ុន Tesla លោក Elon Musk នៅក្នុងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលរបស់រដ្ឋបាលត្រាំដែលបានអនុវត្តកាត់បន្ថយការងារនិងថវិការដ្ឋយ៉ាងច្រើនសម្បើមរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពលោក Pam Bondi បានចាត់ទុកសកម្មភាពទាំងនេះជាអំពើភេរវកម្មក្នុងស្រុកហើយបានសង្កត់ធ្ងន់លើការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការកាត់ទោសអ្នកដែលត្រូវទទួលខុសត្រូវក្នុងពេលថ្មីៗនេះបុគ្គល3រូបដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការវាយប្រហារលើអចលនទ្រព្យ Tesla ក្នុងរដ្ឋ Colorado Oregon South Carolina ការចោទប្រកាន់រួមមានការគប់ដបសាំងនិងប្រើប្រាស់អាវុធដើម្បីធ្វើឲ្យខូចបរិក្ខារក្រុមហ៊ុន Tesla ជាមួយនឹងការដាក់ទោសទណ្ឌដែលអាចជាប់គុករហូតដល់ទៅ20 ឆ្នាំចលនាប្រឆាំងដែលគេដាក់ឈ្មោះថា Tesla Takedown ដំបូងឡើយត្រូវបានបង្កើតឡើងដោយតារាសម្ដែង Alex Winter ដែលជាការតវ៉ាហើយវាជាការតវ៉ាដោយសន្តិភាពប្រឆាំងនឹងទំនាក់ទំនងនយោបាយរបស់លោកម៉ាស់យ៉ាងណានៅកំឡុងពេលតវ៉ាគេសង្កេតឃើញមានក្រុមមួយចំនួនបានប្រើវិធានការហិង្សាដោយហេតុនេះតម្រូវឲ្យមានការត្រួតពិនិត្យរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ SBI